ដើម្បីយកឈ្នះឧបសគ្គនៃសារធាតុប្រឆាំងមហារីកប្រធានក្រុមហ៊ុននាយកសាលានិងបណ្ឌិតខ្ញុំបានទៅបរទេសចំណាយពេល5ឆ្នាំទីបំផុតសារធាតុសង្គ្រោះនេះត្រូវបានបង្កើតដោយជោគជ័យហើយជាមួយនឹងសារធាតុនេះអ្នកជំងឺដែលរងទុក្ខដោយជំងឺមហារីកនឹងមានសង្ឃឹមខ្ញុំត្រូវតែត្រឡប់ទៅប្រទេសវិញឲ្យបានឆាប់ដើម្បីឲ្យសារធាតុនេះអាចផលិតជាដុំបានកូនសារធាតុប្រឆាំងមហារីករបស់ម៉ាក់បានបង្កើតដោយជោគជ័យហើយល្អណាស់ម៉ាក់ខ្ញុំដឹងថាម៉ាក់ប្រកាសជាជោគជ័យម៉ាក់ខ្ញុំក៏មានដំណឹងល្អដែរចង់ប្រាប់ម៉ាក់ដំណឹងល្អអ្វីPV នាងមានផ្ទៃពោះពិតទេពិតណាស់ម៉ាក់ពេលណាម៉ាក់ត្រឡប់មកវិញខ្ញុំនឹង VV ទៅទទួលម៉ាក់កូនប្រសាស្រីទៅមានផ្ទៃពោះកូនខ្ញុំរវល់ការងារណាស់កុំបង្អង់គាត់អីកូនម៉ាក់នៅមន្ទីរពិសោធន៍មានកិច្ចការត្រូវរៀបចំខ្លះ2ថ្ងៃទៀតទើបត្រឡប់ទៅអញ្ចឹងមិននឹកស្មានថាពេលត្រឡប់មកវិញកូនប្រសាស្រីរៀបចំឲ្យខ្ញុំការភ្ញាក់ផ្អើលធំបែបនេះប៉ុន្តែ5ឆ្នាំនេះខ្ញុំនៅបរទេសរវល់តែពិសោធន៍មិនមានឱកាសជួបកូនប្រសាស្រីទេឥឡូវនាងមានផ្ទៃពោះទៀតខ្ញុំក្នុងនាមជាម្ដាយក្មេកត្រូវតែរៀបចំឲ្យនាងអំណោយធំមួយជំនួយកាលីយកហាងលក់គ្រឿងអលង្ការប្រណិតតែស្ថិតក្រោមឈ្មោះខ្ញុំផ្ទេរទៅឲ្យកូនប្រសាស្រីរបស់ខ្ញុំជាអំណោយជួបមុខទៅធ្វើឥឡូវនេះសារធាតុនេះក៏អាចជាអំណោយជួបមុខផ្ដល់ឲ្យកូនប្រសាស្រីពេលនោះឲ្យនាងប្រគល់ទៅថ្នាក់លើដោយខ្លួនឯងវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រវិធីនេះអាចឲ្យកូនប្រសាទទួលបានឈ្មោះល្អក៏អាចឲ្យនាងនៅក្នុងក្រុមហ៊ុនហ្វូមានសិទ្ធិនិយាយគ្រប់គ្រាន់នេះជាការខំប្រឹងប្រែងរបស់ខ្ញុំអស់រយៈពេល5ឆ្នាំមានតម្លៃឥតគណនាជាអំណោយជួបគ្នាសមរម្យណាស់អីម៉ាក់យើងនឹងត្រឡប់មកវិញបានខ្ញុំដឹងហើយប្តីម្ដាយរបស់ Futheng យើងនឹងត្រឡប់មកវិញអូបើមិនមែនដោយសារស្ត្រីចំណាស់សាននោះដែលមិនដែលត្រឡប់មកស្រុកវិញខ្ញុំធ្លាប់ជាគ្រួសារហ្វូម្ចាស់ស្រីពិតប្រាកដល្អហើយកុំខឹងដើម្បីកូនយើងអ្នកត្រូវនៅចំពោះមុខគាត់បង្ហាញខ្លួនឲ្យល្អយ៉ាងណាមិញរបស់ចាស់នោះគឺជាក្រុមហ៊ុនហ្វូម្ចាស់ភាគហ៊ុនធំជាងគេកុំបារម្ភខ្ញុំដឹងពីកម្រិត Futheng យើងល្ងីល្ងើនោះជួយខ្ញុំឲ្យម្ដាយគាត់រៀបចំអំណោយជួបគ្នាមួយហើយអីឈៀនស៊ុយឡានតែមួយគត់នៅលើពិភពលោកមានតម្លៃស្រាវជ្រាវខ្ពស់ណាស់ខ្ញុំមិនជឿទេនេះនៅតែមិនអាចយកនាងបាន5ឆ្នាំហើយវីឡានេះនៅដូចមុនពេលខ្ញុំចាក់ចេញរូបរាងដដែលតើអ្នកថែទាំការនេះដោយរបៀបណាតើអ្នកដឹងទេការនេះគ្រប់គ្រាន់ទិញជីវិតអ្នកជាច្រើនលោកស្រីនេះមិនតាក់ទងនឹងខ្ញុំទេគឺអ្នកបាននិយាយនៅពេលនោះវាគ្មានក្លិនត្រូវយកទឹកអប់បាញ់ពីលើដូច្នេះខ្ញុំដូច្នេះអីដូច្នេះច្បាស់ណាស់អ្នកខ្ជិលឯងមិនបានថែទាំការនេះឲ្យល្អថែមទាំងបន្ទោសមកខ្ញុំថ្ងៃនេះខ្ញុំនឹងបង្រៀនអ្នកមេរៀនមួយមកអ្នកមិនអីទេចប់ហើយឯងចាស់អីហ៊ានរំខានការខ្ញុំឯងដឹងទេថាឯងបំផ្លាញខ្ញុំរបស់ថ្លៃប៉ុណ្ណាថ្លៃយ៉ាងណាក៏សំខាន់ជាងជីវិតមនុស្សដែរផើងផ្កាមួយនោះរបស់អ្នកបើវាធ្លាក់មកលើក្បាលក្មេងស្រីតូចនេះផលវិបាកមិនអាចស្មានដល់ផលវិបាកឯងជាអីហ៊ាននិយាយរឿងផលវិបាកជាមួយខ្ញុំពីរអ្នករាប់បញ្ចូលគ្នាជីវិតទាំងពីរនេះក៏មិនអាចសងបានដែរឯងឈួតហើយផើងផ្កាមួយសំខាន់ជាងជីវិតមនុស្សពីរអ្នកបើធ្វើឲ្យខ្ញុំចូលផ្ទះមិនបានខ្ញុំនឹងធ្វើឲ្យឯងស្គាល់មាត់ឯងស្អាតបន្តិចបើមិនអញ្ចឹងទេខ្ញុំបើមិនអញ្ចឹងទេឯងចាស់អីហ៊ានមកមុខផ្ទះវីឡាខ្ញុំធ្វើអំណាចឯងដឹងទេថាខ្ញុំជាអ្នកណាឯងថាវីឡារបស់ហែងមិនមែនវីឡាខ្ញុំទេឬក៏វីឡារបស់ហែងមិនអាចទេវីឡាមួយនេះ
មិនមែនរបស់ Floating You ទេចាស់អីឯងដឹងទេថាខ្ញុំជាអ្នកណាខ្ញុំជាប្រធានក្រុមហ៊ុន Foxy ជាគូដណ្ដឹងរបស់ Floating You នោះគឺជាវីឡានេះជាម្ចាស់ស្រីពិតប្រាកដឯងគឺ Levi អាចាស់ឥឡូវដឹងខ្លាចហើយឬមុខរបស់ឯងដែលភ័យស្លន់ស្លោពិតជាគួរឲ្យអស់សំណើចមិននឹកស្មានគូដណ្ដឹងរបស់កូនប្រែថាជាមនុស្សក្រអឺតក្រទុំមនុស្សគ្មានសិលធម៌មិនត្រឹមត្រូវឯងពាក់អាវក្រីក្របែបនេះតើសន្តិសុខឲ្យឯងចូលមកដោយរបៀបណាហើយតើឯងដឹងយ៉ាងម៉េចផ្ទះប្តីខ្ញុំនៅឯណាមិននឹកស្មានកូនដើម្បីឲ្យខ្ញុំពេលធ្វើការពិសោធន៍មានផាសុកភាពសម្លៀកបំពាក់ដែលចំណាយថ្លៃធ្វើពិសេសនៅក្នុងភ្នែករបស់ស្រីនេះប្រែជាคล้ายជារបស់ក្រីក្រអាចាស់ខ្ញុំកំពុងសួរឯងមិនទាន់ឆ្លើយខ្ញុំទេវេអ្នកបំរើផ្ទះយើងបានមកហើយឬអ្នកបំរើវេម្ដាយខ្ញុំថាឥឡូវឯងទៅមានផ្ទៃពោះត្រូវការមនុស្សថែរក្សាចិត្តស្និទ្ធដូច្នេះខ្ញុំឲ្យជំនួយការរកអ្នកបំរើម្នាក់មកថែរក្សាឯងស្អែកទំនងជាមកដល់អូខ្ញុំថាឯងនេះអាយេដឹងច្រើនម្លេះដឹងថាឯងជាអ្នកនោះអ្នកបំរើថ្មីនឹងខ្ញុំជាអ្នកបំរើអត់វាមិនសំខាន់ទេសំខាន់គឺគ្រួសារហ្វូមិនអនុញ្ញាតឲ្យមនុស្សប្រភេទអ្នកស្ត្រីអាក្រក់ចូលមកក្នុងផ្ទះអ្នកចាស់ស្អុយនេះហ៊ានជឿខ្ញុំថ្ងៃនេះខ្ញុំត្រូវតែវាយអ្នកលោកស្រីសូមស្រួលចិត្តរឿងនេះជាកំហុសរបស់ខ្ញុំទាំងអស់អ្នកបំរើហ៊ានមករ៉ារ៉ាំងខ្ញុំយ៉ាងម៉េចអ្នកចង់សងលុយឲ្យនាងទេមិនមែនទេខ្ញុំសុខចិត្តសងអ្វីដែលខូចខាតប៉ុន្តែឥឡូវនេះអ្នកត្រូវសុំទោសខ្ញុំនិងស្រីម្នាក់នេះសុំទោសសងអ្នកបំរើស្អុយនេះតើយកលុយពីណាមកសងនេះគឺជាមិត្តប្រុសរបស់ខ្ញុំអំណោយដែលគាត់រៀបចំសម្រាប់ម្ដាយគាត់មានតម្លៃលើសលប់អ្នកទាំងពីររួមគ្នាក៏មិនអាចសងបានដែរនេះគឺជាផ្កាឈិនស៊ុយឡានម៉ាក់ខ្ញុំដឹងថាអ្នកចាប់អារម្មណ៍លើប្រភេទផ្កាអាគីដេកូនកាត់ខ្ញុំបានរកយកមកជូនអ្នកជាពិសេសតែមួយគត់នៅលើពិភពលោកផ្កាឈិនស៊ុយឡានផ្កាឈិនស៊ុយឡានមានកម្លាំងរស់រឹងមាំទោះបីជាស្លឹករបស់វាមានពណ៌លឿងបន្តិចប៉ុន្តែបើដាំទាន់ពេលវាអាចនៅរស់បានអ្នកចាស់ឈួតហ៊ានប៉ះវាទៀតអ្នកធ្វើអីឥឡូវយកវាទៅដាំក្នុងដីវាអាចរស់បានអូអញ្ចឹងទេគុំម៉េចវិញតើអាចជួយសង្គ្រោះវាបានទេអាបំរើម្នាក់នេះអីចឹងក៏គិតថាខ្ញុំនឹងជឿពាក្យដែលអ្នកនិយាយបើអ្នកដឹងថាផ្កាអាគីដេនេះជីងឡានមានតម្លៃប៉ុណ្ណាហេតុអ្វីបានជាអ្នកនៅតែធ្វើបែបនេះផ្កាអាគីដេដ៏មានតម្លៃបែបនេះដោយអាបំរើក្លិនស្អុយនេះជន់ឈ្លីឲ្យបាក់បែកអ្នកថាម៉េចតើខ្ញុំគួរតែដាក់ទោសអ្នកដូចម្ដេចលីវេអាបំរលនៅហ៊ានចង្អុលមុខខ្ញុំទៀតថ្ងៃនេះខ្ញុំច្បាស់ជាត្រូវតែដាក់ទោសអ្នកអាបំរើក្លិនស្អុយឥឡូវដឹងថាឈឺហើយឬលីវេខ្ញុំមិនដែលអត់ទោសឲ្យអ្នកទេអ្នកជាកូនអីនៅហ៊ាននិយាយអួតខ្លួនជាមួយខ្ញុំគឺជាប្រធានក្រុមហ៊ុន Foxy ម្ដាយរបស់ Floating You Fortune Seal ឯងថាអីឯងជាម៉ាក់របស់ Floating You ត្រូវហើយខ្ញុំជាប្រធានក្រុមហ៊ុន Foxy Fortune Seal អូនេះទៅរបស់ហែងនៅផ្ទះគ្មានកញ្ចក់តែប្រកាសជាមានទឹកនោមឯងជាអីគេហ៊ានធ្វើជាអ្នកមានបំផុតខ្ញុំថាឯងស៊ីបាយចំពេញហួសហើយខឹងពេលបឺតបើឯងមិនជឿពេលនេះឯងអាចទូរស័ព្ទទៅ Floating You ឲ្យគាត់ប្រាប់ឯងថាខ្ញុំជានរណាយាយចាស់ឯងហ៊ានបញ្ជាខ្ញុំទៀតឲ្យខ្ញុំទូរស័ព្ទទៅ Ting You អូនេះទៅរបស់ហែងឯងមានកម្លាំងចិត្តមកពីណាពេលនេះវេវីមានផ្ទៃពោះថ្ងៃភ្ជាប់ពាក្យក៏ត្រូវកំណត់ដែររឿងនេះត្រូវទៅពិភាក្សាជាមួយម៉ាក់
ល្អហើយអ្នកនៅហ៊ានហៅអ្នកជួយទៀតទូរស័ព្ទរបស់ខ្ញុំឥឡូវនេះខ្ញុំមើលអ្នកណាមកជួយអ្នក ហេតុអ្វីទូរស័ព្ទមិនដំណើរការមិនអីទេម៉ាក់ទើបតែពិសោធន៍ជោគជ័យស្ទើរតែបានសម្រាប់បន្តិចខ្ញុំនៅតែមិនរំខាននាងវាយដឹងថាម៉ាក់ទើបតែមកដល់ពេលនេះច្បាស់ជាកំពុងរៀបចំអំណោយជូបខ្ញុំនៅតែទៅជាមួយនាងទៅជ្រើសរើសអំណោយសម្រាប់ម៉ាក់អ្នកនឹងស្ដាយក្រោយបើមិនដាក់ទុនកម្មឲ្យមែនអ្នកមេដោះអាក្រក់ទើបខ្ញុំស្ដាយក្រោយអ្នកចង់ធ្វើអីខ្ញុំឃើញអ្នកមុខក្រាស់មែនវាអ្នកដៃខ្ញុំឈឺអស់ហើយឥឡូវនេះខ្ញុំចង់បដូរវិធីដាក់ទុនកម្មគុំអ្នកមេដោះល្អណាស់នៅហ៊ានប្រឆាំងខ្ញុំឥឡូវនេះខ្ញុំហៅអ្នកគ្រប់ត្រូលមកអ្នកគ្រប់ត្រូលផ្ទះហ្វូគឺលីចាស់ជាអ្នកដែលខ្ញុំលើកដំកើងរងចាំគាត់មកអ្នកមេដោះណាដែលមិនដឹងជីវិតបានបំផ្លាញរបស់ភរិយារបស់យើងអ្នកណានឹងដែលមិនខ្លាចស្លាប់បានបំផ្លាញរបស់ម្ចាស់ស្រីយើងអ្នកជាអ្នកគ្រប់គ្រងផ្ទះហ្វូឯងអាចារ្យឯងអាផ្សុកនឹងជីវិតហើយឯងហ៊ានធ្វើបាបម្ចាស់ស្រីផ្ទះហ្វូមិននឹកស្មានខ្ញុំទៅក្រៅប្រទេស5ឆ្នាំសូម្បីតែអ្នកគ្រប់គ្រងផ្ទះហ្វូក៏បដូរមនុស្សដែរនេះជាអ្វីមិនអីទេឯងអាចារ្យឯងហ៊ានបុកខ្ញុំមើលទៅនាងប្រញាប់ណាស់ប្រកាសជាលួចរបស់ផ្ទះហ្វូទៅឆក់យកមកវិញអូខេមិនបានទេក្នុងនេះគឺជាសារធាតុដែលខ្ញុំបានបង្កើតឯងអាអ្នកបំរើអាក្រក់នៅចេះបង្កើតសារធាតុទៀតឯងគិតថាឯងជាអ្នកវិទ្យាសាស្ត្រហើយកុំឲ្យខ្ញុំនិយាយម្ដងទៀតយករបស់ដែលឯងលួចមកសង្វិញបើមិនអញ្ចឹងទេខ្ញុំនឹងឲ្យឯងនៅគុកអស់មួយជីវិតបើមិនជឿខ្ញុំនឹងបង្ហាញឲ្យឃើញឥឡូវនេះខ្ញុំមិនជឿពួកឯងទេយកសារធាតុមកឲ្យខ្ញុំវិញគ្រាន់តែដប់ចាស់មួយឯងតានតឹងណាស់ដោយសារឯងបានបំបែករបស់ខ្ញុំអញ្ចឹងខ្ញុំក៏នឹងបំផ្លាញរបស់ឯងដែរគុំរបស់នេះមានតម្លៃណាស់ខ្ញុំអង្វរឯងយកវាមកឲ្យខ្ញុំវិញឲ្យឯងទៅអញ្ចឹងដប់ចាស់នេះគុំសង្ឃឹមថានឹងបានវិញទេលីវវៃអ្នកនឹងស្ដាយក្រោយអ្នកដឹងថាអ្នកបានបំផ្លាញរបស់ដ៏មានតម្លៃប៉ុន្មានទេឯងជាស្ត្រីចាស់អីនៅហ៊ានសម្លឹងមើលខ្ញុំទៀតគូយែងចាប់នាងទុកឲ្យខ្ញុំឲ្យឯងហ៊ានរុញខ្ញុំថ្ងៃនេះខ្ញុំនឹងបង្រៀនឯងដោយខ្លួនឯងខ្ញុំឲ្យឯងហ៊ានសម្លឹងខ្ញុំឲ្យឯងរុញខ្ញុំអ្វីស្ត្រីចាស់នេះនៅហ៊ានរញ៉ាញ់ទៀតកូនក្នុងពួកឯងមិនអីទេមិនអីទេបើមានរឿងនាងថ្ងៃនេះនឹងស្លាប់អញ្ចឹងល្អហើយឯងជាស្ត្រីចាស់នេះពិតជារោគស្លាប់អ្នកទាំងអស់គ្នានឹងចំណាយតម្លៃចំពោះទង្វើរបស់អ្នកឯងជាអ្នកបម្រើអួតមិនខ្លាចខ្យល់បក់អណ្ដាតទេសូមទោសលោកហ្វូផ្ទះខ្ញុំមានរឿងបន្តិចមិនអាចទៅមើលថែម្ចាស់បានទេបាក់ខ្ញុំដឹងហើយច្រើនទៀតគូយ៉ានទៅបិទមាត់នាងកុំឲ្យនាងចេញសម្លេងបន្តិចឲ្យស្រួលហេវៃទើបតែអ្នកបម្រើទូរស័ព្ទមកប្រាប់ថានាងថាផ្ទះមានរឿងមិនអាចមកបានទេតែអញកុំបារម្ភខ្ញុំនឹងឲ្យជំនួយការ
បន្តស្វែងរកអ្នកបម្រើថ្មី អ្វី វេឯងកុំរំជួលខ្ញុំបានឲ្យជំនួយការហើយស្វែងរកអ្នកបម្រើថ្មីហើយខ្ញុំមិននិយាយជាមួយឯងទេខ្ញុំបើកឡានមុន ចុះនាងជា អីយ៉ាលោកចាស់នេះធ្វើយ៉ាងណាឯងថែមទាំងអត្តសញ្ញាណអ្នកបម្រើក៏คล้ายៗទាំងអស់ខ្ញុំឃើញថាឯងជាអ្នកបោកប្រាស់ចូលមកលួចរបស់ ខ្ញុំនិយាយម្ដងទៀតចុងក្រោយខ្ញុំគឺជាម្ដាយរបស់ Floating You Fortune Seal ឯងជាអ្នកបោកប្រាស់ខ្ញុំបាននិយាយរួចហើយម្ដាយរបស់ Floating You នៅបរទេសឯងគិតថាយើងជាមនុស្សងាយល្ងើទេអ្នករាល់គ្នាធ្វើយ៉ាងនេះចំពោះខ្ញុំកូនប្រុសខ្ញុំនឹងមិនទុកអ្នករាល់គ្នាទេនៅហ៊ាននិយាយធំជាមួយខ្ញុំទៀតឯងហ៊ានខំខ្ញុំទៀតហើយហ៊ានខំមនុស្សទៀតគូយ៉ានទៅជួយនាងឡើងមកខ្ញុំឲ្យឯងខំខ្ញុំឲ្យឯងភ្លក់រសជាតិជីអ្នករាល់គ្នាកំពុងធ្វើអ្វីកូនវេនេះមានរឿងអី ទៀងយូសុំទោសខ្ញុំមិនអាចការពារបានទេដែលយើងរៀបចំឲ្យម៉ាក់អំណោយជួបអីវេតើនៅទីនេះកើតរឿងអីអូនមានបញ្ហាអីទេលោកហ្វូគឺមនុស្សម្នាក់នេះនាងមិនត្រឹមតែចង់ក្លែងខ្លួនជាអ្នកបម្រើទេប៉ុន្តែក៏ចង់លួចទ្រព្យឲ្យផងថែមទាំងវិបំបែកអំណោយជួបម្ដាយអ្នកមនុស្សចាស់អីកុំហៅខុសកុំប្រមាថលោកហ្វូឯងជាអ្នកបោកនៅតែចង់តស៊ូទៀតឈប់សិនដាំសៀនស៊ុយឡានត្រូវខូចអស់ហើយទោះវាគេសាហើយក៏គ្មានប្រយោជន៍ដែរទៀងយូគឺខ្ញុំមិនល្អមិនបានថែរក្សាឲ្យបានល្អអំណោយដ៏មានតម្លៃបែបនេះវេនេះមិនមែនជាកំហុសរបស់អូនទេយើងនៅសល់2ថ្ងៃទៀតទើបត្រឡប់ទៅស្រុកវិញឥឡូវនេះយើងទៅរើសអំណោយថ្មីវិញបែបនេះហើយលែងនាងទៅទីងយូម៉ាក់យ៉ាងម៉េចខ្ញុំហាក់ដូចជាពីសំឡេងម៉ាក់ខ្ញុំមិនអាចម៉ាក់យើងឥឡូវនៅក្រៅប្រទេសមិនមែនទេច្បាស់ណាស់គឺឯងធ្វើការហត់ពេកប៉ុន្មានថ្ងៃនេះយើងមិនទាន់ទៅឲ្យម៉ាក់រើអំណោយទេល្អឯងជាអ្នកបោកគ្មានប្រយោជន៍ទេថែមទាំងសន្លប់ទៀតឯងមកយកនាងទៅបោះចោលឲ្យឆ្ងាយកុំនៅទីនេះរំខានខ្ញុំមីងឯងកុំមានរឿងអីឲ្យសោះខ្ញុំបានទូរស័ព្ទទៅមួយរយំភ័យហើយឯងទ្រាំបន្តិចទៀតមនុស្សនេះជាអ្នកណាចូលមន្ទីរពេទ្យនាយកពេទ្យក៏រៀបចំឲ្យនាងបន្ទប់ពិសេសត្រូវដឹងថាមន្ទីរពេទ្យយើងគឺជាកម្មសិទ្ធិរបស់គ្រួសារហ្វូលើកលែងតែប្រធាននិងនាយកគ្មាននរណាម្នាក់មានសិទ្ធិនេះទេមិនដឹងទេឯងថានាងមិនមែនជាប្រធានហ្វូទេមិនអាចទេប្រធានហ្វូជាអ្នកមានបំផុតនៅហៃឆេងមានអ្នកហ៊ានធ្វើបាបនាងឯងមិនដឹងទេពេលនាងទៅតែត្រូវបញ្ជូនមកពិតជាមើលមិនបានតតែសោះម៉ាក់ហេតុអ្វីបានជាអ្នកខ្លាយជាបែបនេះកូនអ្នកកុំបារម្ភម៉ាក់មិនអីទេម៉ាក់អ្នករបួសធ្ងន់ហើយមិនក៏ថាមិនអីប្រាប់ម៉ាក់មើល
តានរណាតែធ្វើឲ្យអ្នករបួសបែបនេះ រឿងនេះម៉ាក់នឹងប្រាប់អ្នកប៉ុន្តែមិនមែនឥឡូវទេ ហេតុអ្វីម៉ាក់ ព្រោះម៉ាក់ចង់សងសឹកដោយខ្លួនឯង ម៉ាក់ ល្អហើយម៉ាក់មិនចង់និយាយរឿងនេះទៀតទេ អញ្ចឹងក៏បានប៉ុន្តែម៉ាក់បើអ្នកមានបញ្ហាអ្វីត្រូវតែប្រាប់ខ្ញុំភ្លាមខ្ញុំនឹងគាំទ្រអ្នក ដឹងហើយអូបាទ 14 យូមិត្តស្រីរបស់អ្នកហេតុអ្វីមិនមកជាមួយអ្នក វេនាងទៅរៀបចំអំណោយជួបគ្នាសម្រាប់អ្នកវេនាងជាមនុស្សស្រីទន់ភ្លន់និងល្អសុភាពនិងចេះគួរសមអ្នកប្រកាសជាចូលចិត្តនាងពេលឃើញ ទន់ភ្លន់និងល្អចេះដឹងនិងមានសណ្ដាប់ធ្នាប់ ម៉ាក់អ្នកមានរឿងអីតើបួសជាម្ដងទៀតឬ ម៉ាក់មិនអីទេម៉ាក់មានរឿងចង់សួរកូន ម៉ាក់និយាយមក ខ្ញុំមើលថាអ្នកគ្រប់គ្រងគ្រួសារហ្វូត្រូវបានផ្លាស់ប្ដូរតើមានរឿងអ្វីពិតប្រាកដ អូម៉ាក់វេនិយាយថាពូលីអាយុច្រើនហើយគាត់ធ្វើការលំបាកពេកដូច្នេះក៏ឲ្យគាត់ត្រឡប់ទៅផ្ទះសម្រាប់ ត្រឡប់ទៅផ្ទះសម្រាប់ចាស់ពូលីគ្មានកូនទេអ្នកណាមើលថែគាត់ ម៉ាក់វេដឹងពីស្ថានភាពពូលីដូច្នេះរៀងរាល់ខែនឹងឲ្យលុយគាត់ ឲ្យលុយ អញ្ចឹងវេនាងពិតជាល្អមែន បើទីងយូដឹងមុខពិតរបស់លីវេនឹងសោកស្ដាយយ៉ាងណា ម៉ាក់វាយនិយាយថានាងបានរៀបចំអំណោយសម្រាប់ជួបម៉ាក់ខ្ញុំទៅយកនាងមកជួបម៉ាក់ឥឡូវនេះមានរឿងអីម៉ាក់ ខ្ញុំឥឡូវនេះមានសភាពបែបនេះក៏មិនសូវស្រួលដែរអញ្ចឹងអ្នកទាំងពីរបានភ្ជាប់ពាក្យហើយចាំដល់ថ្ងៃពិធីភ្ជាប់ពាក្យខ្ញុំទៅជួបនាង អញ្ចឹងបានម៉ាក់សម្រាប់ឲ្យបានស្ងប់សិនខ្ញុំនឹងមកលេងម៉ាក់ក្រោយ អ៊ំលីជំនួយការជួយខ្ញុំធ្វើការអ្វីមួយលីវវាយខ្ញុំនឹងធ្វើនៅពេលឯងរីករាយបំផុតគិតថាខ្លួនឯងបានអ្វីទាំងអស់ហើយកុំតិចមុខពីរបស់ហែងរបាំងមុខคล้ายទាំងយូម៉ាក់អ្នកមិនចូលចិត្តខ្ញុំទេ មិនមែនទេពីវី ចុះហេតុអ្វីម៉ាក់ត្រឡប់មកស្រុកវិញមិនជួបខ្ញុំសោះ ពីវីកុំគិតច្រើនពេកម៉ាក់ខ្ញុំនៅថ្ងៃដែលគាត់ត្រឡប់មកវិញគាត់បានរបួសតូចតាចឥឡូវអ្នកកំពុងមានផ្ទៃពោះម៉ាក់ប្រកាសជាខ្លាចអ្នកព្រួយបារម្ភទើបមិនបានជួបអ្នក ចុះពេលណាទើបខ្ញុំអាចជួបនាងជួបមុខគ្នា ម៉ាក់ខ្ញុំប្រាប់ថារងចាំថ្ងៃដែលយើងភ្ជាប់ពាក្យនាងនឹងជួបអ្នក ពិតទេការបរិច្ឆេទភ្ជាប់ពាក្យរបស់យើងកំណត់រួចហើយឬ អូថែមទាំងខ្ញុំក៏យថាម៉ាក់ខ្ញុំក្រុងយកហាងរបស់គាត់ហាងគ្រឿងអលង្ការប្រណិតឲ្យអ្នកជាអំណោយជួបគ្នាលើកដំបូង ពិតទេ ពិតណាស់ មិននឹកស្មានយាយចាស់នោះក៏ចិត្តទូលាយដែរល្អណាស់ខ្ញុំពីពេលនេះទៅនឹងមើលថែម៉ាក់យើងឲ្យបានល្អ ហ្វូតុងតាមការស្នើសុំរបស់លោកខ្ញុំបានចម្លងវីដេអូកាមេរ៉ានៅមុខផ្ទះលោកហ្វូហើយប៉ុន្មានថ្ងៃនេះពេលយើងស៊ើបអង្កេតលីវវៃយើងឃើញ មានរឿងអី យើងសង្ស័យថាកូននៅក្នុងពោះលីវវៃប្រហែលជាមិនមែនរបស់លោកហ្វូទេ អី ហ្វូតុងលោកមើលទាំងអស់នេះគឺនាងនិងអ្នកគ្រប់គ្រងគូយ៉ានចូលចេញមន្ទីរពេទ្យសម្ភពរូបថតកាមេរ៉ាសុវត្ថិភាពហើយរូបស្និទ្ធស្នាលក្នុងឡាន អ្នកគ្រប់គ្រង បាទយើងបានស៊ើបអង្កេតតាមឈ្មោះគាត់ជាអ្នកគ្រប់គ្រងផ្ទះគ្រួសារហ្វូប៉ុន្តែតាមពិតគាត់និងលីវវៃជាគូស្នេហ៍ពួកគេនៅជាមួយគ្នាបានជាង1ឆ្នាំហើយឯកសារទាំងនេះគឺកំណត់ត្រាចូលសន្តាគារក្នុង1ឆ្នាំរបស់ពួកគេតាមទិន្នន័យនេះកូននៅក្នុងពោះលីវវៃទំនងជារបស់គូយ៉ាងខ្លាំងណាស់ អ
លីវវេវេហ៊ានកញ្ញាគ្រូសាហ្វូរបស់យើងបែបនេះខ្ញុំនឹងមិនទុកឲ្យអ្នករួចផុតទេបន្តស៊ើបអង្កេតទៅខ្ញុំចង់បានអ្វីទាំងអស់របស់ពួកគេកំណត់ហេតុការហៅទូរស័ព្ទប្រតិបត្តិការហិរញ្ញវត្ថុជាពិសេសតើពួកគេធ្លាប់ធ្វើអ្វីខ្លះរឿងដែលប៉ះពាល់ដល់ក្រុមហ៊ុនបាទលោកប្រធានហ្វូលីវេវេដើមឡើយខ្ញុំមានបំណងដោយគិតដល់កូនទុកឲ្យអ្នករួចខ្លួនប៉ុន្តែឥឡូវនេះខ្ញុំប្រកាសជានឹងបញ្ជូនអ្នកទៅនរកសាស្ត្រាចារ្យអចេងថ្នាំប្រឆាំងមហារីកដែលខ្ញុំបានបរិច្ចាគដល់រដ្ឋត្រូវបានបំផ្លាញដោយចេតនាអាក្រក់ធីងយូហេតុអីយកមកទីនេះបាទខ្ញុំដឹងថាអ្នកមិនចូលចិត្តរបស់ទាំងនោះគ្រឿងអលង្ការដែលស្មុគស្មាញដូច្នេះហើយខ្ញុំបានអញ្ជើញអ្នករចនាគ្រឿងអលង្ការដ៏ល្បីឈ្មោះចេននីឲ្យរចនាខ្សែកមួយសម្រាប់អ្នកផលិតផលនៅក្នុងហាងគ្រឿងអលង្ការក្រោមឈ្មោះអ្នកនេះកូនប្រុសអ្នកមានចិត្តល្អណាស់យកព្រមខ្ញុំដឹងហើយម៉ាក់នៅក្រុមហ៊ុនខ្ញុំមានការបន្ទាន់បន្តិចខ្ញុំអាចគ្មានអីទេទៅធ្វើការមុនចុះអញ្ចឹងម៉ាក់ចឹងខ្ញុំទៅមុនសូមអបអរសាទរលីវសៃសៀវយល់ថាអ្នកនឹងលោកហ្វូចិត្តរៀបការហើយពិតជាអ្នកគ្រប់គ្រងហាងគ្រឿងអលង្ការលំដាប់ខ្ពស់ពោតមានរហ័សណាស់ពិតជាម៉ាក់ថ្លៃអ្នកគ្រប់គ្រងហាងគ្រឿងអលង្ការព័ត៌មានឆាប់រហ័សមែនលោកស្រីហ្វូសរសើរពេកហើយយើងបានទទួលព័ត៌មានតាំងពីព្រឹកថាលោកប្រធានហ្វូត្រឡប់មកប្រទេសវិញក៏នឹងហាងគ្រឿងអលង្ការនេះផ្ដល់ឲ្យលោកស្រីល្អហើយខ្ញុំខ្វះខ្សែកមួយសម្រាប់ពិធីភ្ជាប់ពាក្យយកខ្សែថ្លៃបំផុតនៅហាងរបស់អ្នកយកមកឲ្យខ្ញុំបាទនេះជារបស់អ្វីរបស់បែបនេះមិនសមនឹងខ្ញុំទេឋានៈជាស្ត្រីម្ចាស់ផ្ទះគ្រួសារហ្វូកញ្ញាលីវសូមកុំខឹងខ្សែទាំងនេះគឺជាខ្សែថ្លៃបំផុតនៅហាងយើងហើយនៃរបស់អ្នកខ្ញុំមិនចេះមើលទំនិញមិនមែនទេកញ្ញាលីវលោកស្រីយល់ខុសហើយលោកស្រីខ្សែនេះពិតជាសមនឹងទម្រង់របស់លោកស្រីអ្នកឯងមិនក៏ជាអ្នកនេះគឺជាទីក្រុងជីងហាងគ្រឿងអលង្ការថ្នាក់កំពូលមិនក៏មកនៅទីនេះលីវវេខ្ញុំមិនទាន់រកអ្នកវិញទេអ្នកមកដោយខ្លួនឯងប្រញាប់មកដល់ខ្ញុំជាសមាជិកខ្មៅមាសនៅទីនេះមិនអាចមកអ្វីសមាជិកខ្មៅមាសកាតនេះមិនមែនមានតែប្រធានក្រុមហ៊ុនហ្វូទេអ្នកមានចាស់អីខ្ញុំសួរអ្នកហើយមិនឆ្លើយខ្ញុំអូខ្ញុំដឹងហើយអ្នកជាអ្នកបោកប្រាស់ចាស់ពិតជាមិនប្រែប្រួលកាន់កាតខ្លែងខ្លាយចេញមកបោកប្រាស់ទៀតអ្វីខ្លែងខ្លាយខ្ញុំថាអ្នកចាស់នេះស្លៀកពាក់ស្អាតយកកាតខ្លែងខ្លាយមកបោកគេអ្នកដឹងទេកន្លែងនេះជាអ្វីក្នុងនាមជាអ្នកគ្រប់គ្រងហាងគ្រឿងអលង្ការមុនពេលសន្និដ្ឋានគួរតែពិនិត្យមើលសិនមិនមែនទេពិនិត្យខ្ញុំថាឯងនេះអាចាស់មិនឃើញឈូសមិនស្រក់ទឹកភ្នែកទេបន្តិចទៀតការខូចនេះពេលដែលមិនអាចដកលុយបានអ្វីទាំងអស់ចាំមើលថាខ្ញុំនឹងបង្រៀនឯងយ៉ាងម៉េចលាវកញ្ញាលាវកាត់នេះពិតប្រាកដអីតើឯងជាអូខ្ញុំដឹងហើយមិនអស់ចាទេដែលម្សិលមិញឯងធ្វើអាតកំបាំងនៅមុខផ្ទះខ្ញុំដើម្បីលួចកាតនេះកាត់សមាជិកខ្មៅមាសលួចឡឯងនេះចោលស្អុយហ៊ានលួចរបស់ប្រធានហ្វូមកបោកប្រាស់នៅទីនេះខ្ញុំឃើញឯងមិនចង់រស់ទេកញ្ញាលាវខ្ញុំក៏រកឃើញដែរថាស្ត្រីម្នាក់នេះខ្សែកនៅលើករបស់នាងគឺលោកប្រធានហ្វូផ្ទាល់ដែលបានបញ្ជាទិញពីហ្វេននីមានតម្លៃ100លានមានតម្លៃ100លានអីឯងហ៊ានលួចទៀតការកំងផ្ទាល់ខ្លួនរបស់ទីងយូឆាប់ដោះខ្សែចេញឲ្យខ្ញុំបើមិនអញ្ចឹងទេខ្ញុំនឹងធ្វើឲ្យឯងឃើញឯងនេះចាស់អីឯងហ៊ានវាយខ្ញុំទៀតឬខ្ញុំជាអនាគតស្ត្រីម្ចាស់ផ្ទះនៃគ្រួសារហ្វូអញ្ចឹងយើងមកភ្នាល់គ្នា
ឯងនឹងលែងជាទៀតហើយឯងហ៊ានដាក់បណ្ដាសាខ្ញុំឬអ្នកទាំងពីរឈរស្ងៀមធ្វើអីមើលមិនឃើញទេថាខ្ញុំកំពុងត្រូវគេធ្វើបាបចាប់នាងឲ្យខ្ញុំបើមិនអញ្ចឹងទេអ្នកទាំងពីរលែងមានការងារធ្វើទៀងយូប្រកាសជាខ្លាចខ្ញុំត្រូវគេជិះជាន់នៅខាងក្រៅបានបញ្ជូនអ្នកមកការពារខ្ញុំអ្នកទាំងពីរឈរស្ងៀមធ្វើអីចាប់នាងឲ្យខ្ញុំកញ្ញាលាវនេះរឿងអីខ្ញុំនឹងប្រាប់អ្នកតើរឿងអីពិតប្រាកដលាវវៃវៃពាក្យដែលនេះខ្ញុំក៏ផ្ញើឲ្យអ្នកដែរចាប់នាងឲ្យខ្ញុំតោះខ្ញុំចេញតើអ្នកដឹងទេថាខ្ញុំជាអ្នកណាអ្នកហ៊ានវាយខ្ញុំទៀតហើយអ្នកហ៊ានវាយអនាគតម្ចាស់ស្រីរបស់ក្រុមហ៊ុន Foxy ហ៊ានធ្វើអីមានតែឯងតែមានសម្បត្តិធ្វើជាម្ចាស់ស្រីអាកូនស្នេហ៍ខ្ញុំមិនអត់អន់ឯងទេអញ្ចឹងខ្ញុំនឹងមើលឯងមានសមត្ថភាពអត់អាកូនស្នេហ៍ខ្ញុំមិនឲ្យឯងរួចទេប្តីខ្ញុំមិនឲ្យឯងរួចទេមិននឹកស្មានថាទ្រព្យសម្បត្តិ Foxy បានចិញ្ចឹមក្រុមចេះតែថ្វាយខ្ពស់មើលងាយទាបនិយាយលងសំពងរឿងនេះអ្នកដោះស្រាយបន្តិចបាទលោកហ្វូដុងទៀងយូមើលមុខខ្ញុំត្រូវគេវាយខូចហើយអីអ្នកណាធ្វើគឺអ្នកដែលបានបំផ្លាញកាឡានកាលពីលើកមុនស្ត្រីនោះអ្នកត្រូវតែធ្វើឲ្យខ្ញុំបានយុត្តិធម៌វេអ្នកកុំបារម្ភខ្ញុំនឹងមិនអត់ទ្រាំនាងទេវេយើងទៅមន្ទីរពេទ្យសិនដើម្បីបន្ថយហើមព្រោះថ្ងៃស្អែកជាថ្ងៃពិធីផ្គូផ្គងរបស់យើងពេលពិធីផ្គូផ្គងចប់ខ្ញុំនឹងធ្វើឲ្យអ្នកទទួលបានយុត្តិធម៌អូស្វាគមន៍មកសូមចូលខាងក្នុងមកស្វាគមន៍សូមចូលខាងក្នុងទៀងយូពិធីផ្គូផ្គងចិត្តដល់ពេលហើយហេតុអីម្ដាយមីងមិនទាន់មកឬសូមទូរស័ព្ទទៅសួរមើលអូម៉ាក់មុខអ្នកឈឺអីថ្មីនេះស្បែកខ្ញុំមានអាឡែស៊ីក៏ពាក់ម៉ាស់បាំងបន្តិចអញ្ចឹងម៉ាក់នេះគឺវីសួស្ដីមីងថ្ងៃនេះជាថ្ងៃរបស់អ្នកនឹងទីងយូពិធីភ្ជាប់ពាក្យខ្ញុំបានរៀបចំអំណោយមួយសម្រាប់អ្នកអំណោយពិសេសអរគុណមីងលោកមីងពេកហើយពិធីភ្ជាប់ពាក្យចិត្តចាប់ផ្ដើមហើយយើងទៅចូលគ្នាបន្តិចឥឡូវនេះយើងសូមអបអរសាទរដោយការទះដៃយ៉ាងខ្លាំងដើម្បីស្វាគមន៍គូស្វាមីភរិយាថ្មីលោកហ្វូទីងយូនិងកញ្ញាលីវវីវីអូយកញ្ញាលីវនេះមានសំណាងណាស់តែបានរៀបការចូលគ្រួសារហ្វូចាឮថាលោកប្រធានហ្វូទៅតែមកដល់ប្រទេសក៏យកហាងគ្រឿងអលង្ការប្រណិតទៅឲ្យកូនប្រសារស្រីរបស់គាត់ហាងគ្រឿងអលង្ការតូចមួយអីរងចាំកូនក្នុងពោះខ្ញុំកើតមកទ្រព្យសម្បត្តិរបស់គ្រួសារហ្វូទាំងមូលគឺជារបស់ខ្ញុំទាំងអស់សូមទស្សនាគូស្វាមីភរិយាថ្មីពិធីភ្ជាប់ពាក្យចាប់ផ្ដើមឥឡូវនេះសូមអញ្ជើញគូស្វាមីភរិយាថ្មីថ្វាយតែដល់អ្នកចាស់ពេលស្រីចាស់នោះផឹកតែនេះរួចខ្ញុំគឺជាអ្នកត្រឹមត្រូវតាមច្បាប់កូនប្រសារស្រីរបស់គ្រួសារហ្វូលីវវេកូយ៉ែនអ្នកទាំងពីរពិតជាឥតអៀនខ្មាស់ម៉ែសូមផឹកតែហេតុអីអ្នកស្រីហ្វូមិនទាន់ទទួលតែនេះជាជំហានសំខាន់មែនប្រហែលជាមិនពេញចិត្តនឹងកូនប្រសារស្រីនេះស្រីចាស់នេះឈឺប្រភេទអីមិនទទួលយកទៅលោកស្រីហ្វូនៅមិនទាន់ទទួលតែទេនេះជាដំណាក់កាលសំខាន់មួយ
បាទប្រហែលមិនពេញចិត្តនឹងកូនប្រសាស្រីនេះមិនពេញចិត្តមែនទេម៉ាក់វេកំពុងថ្វាយតែលោកម៉ាក់ តែមួយពេលនេះខ្ញុំគិតថាខ្ញុំមិនសមនឹងផាត់ទេ មនុស្សចាស់នេះរឿងអីម៉ាក់ធ្វើអីនេះ អ៊ំតើខ្ញុំមានកន្លែងណាធ្វើឲ្យលោកអ៊ំមិនពេញចិត្តលីវេឈប់សម្ដែងទៅលោកអ៊ំកំពុងនិយាយអី ឥឡូវអញដឹងថាខ្ញុំនិយាយអីហើយឯងជាអ្នក ជា យ៉ាងម៉េចអំណោយដែលខ្ញុំរៀបចំឲ្យអ្នកតើវាពិសេសទេ វេតើអ្នកស្គាល់ម៉ាក់ពីមុនមកទេ ស្គាល់យើងមិនមែនគ្រាន់តែស្គាល់ទេទីងយូខ្ញុំនឹងមីងពីមុនពិតជាបានជួបគ្នាពី3ដងប៉ុន្តែមានការយល់ច្រឡំខ្លះការយល់ច្រឡំតើអ្វីទៅជាការយល់ច្រឡំលីវវេតើអ្នកហ៊ានប្រាប់កូនប្រុសខ្ញុំទេថាអ្នកពីមុនពិតជាធ្វើអ្វីខ្លះដល់ខ្ញុំធ្វើអ្វីខ្លះ តើអ្នកពិតជាធ្វើអ្វីលោកហ្វូគាត់មិនហ៊ានទេខ្ញុំនិយាយលីវេនេះនាងមិនត្រឹមតែជាប្រមាថប្រធានហ្វូថែមទាំងយកតំណែងជាគូដណ្ដឹងរបស់លោកមកគៀបសង្កត់អីវេតើសុភាពរៀបសារពីមុនរបស់អ្នកសុទ្ធតែคล้ายទេ ទីងយូខ្ញុំអត់ទេអត់តើអ្នកហ៊ាននិយាយថាអ្នកមិនបានញុះញង់បុគ្គលិកហាងលក់គ្រឿងអលង្ការថ្លៃឲ្យឆក់ខ្សែខ្ញុំទេ លីវវេអ្នកថែមទាំងហ៊ានញុះញង់អ្នកដទៃទៀតលួចរបស់ម្ដាយខ្ញុំហ៊ានធ្វើយ៉ាងនេះ ទីងយូពីមុនខ្ញុំមិនស្គាល់ម្ដាយអ្នកទេដូច្នេះខ្ញុំទៅគិតថានាងលួចខ្សែខ្ញុំទៅឲ្យបុគ្គលិកទៅជួយខ្ញុំអ្នកពូកែរកលេសណាស់ខ្ញុំមិនមែនចេតនាទៅយកខ្សែរបស់អ្នកទេលើពីនេះទៀតអ្នកពេលនោះក៏បានបង្រៀនខ្ញុំដែរមែនទេ បង្រៀនពាក្យនេះមានន័យយ៉ាងម៉េច ពិតជាពេលនោះខ្ញុំគិតចង់យកខ្សែមកវិញប៉ុន្តែនៅក្បែរប្រធានហ្វូមានអង្គរៈលើពីនេះទៀតខ្ញុំថែមទាំងត្រូវគេវាយ មិនអាចទៅរួចទេ ថ្ងៃនោះអ្នកមិនបានឃើញទេទោះបីលីវវេមានកំហុសក៏មិនគួរប្រើអំពើហិង្សាដែរមែនហើយពិធីភ្ជាប់ពាក្យជាឱកាសសំខាន់បែបនេះប្រធានហ្វូធ្វើបែបនេះក៏លីវវេអ្នកពូកែធ្វើជាគួរឲ្យអាណិតណាស់ លោកហ្វូសូមអត់ទោសឲ្យលោកស្រីផងនាងក៏មិនដឹងតំណែងរបស់លោកហ្វូទើបនាងប្រព្រឹត្តខុសចំពោះគាត់ បាទលោកហ្វូអ្នកនឹងលីវវេនឹងរៀបការឆាប់មិនចាំបាច់ធ្វើឲ្យអាម៉ាស់បែបនេះទេ គ្រួសារសុខសាន្តអ្វីក៏សុខគ្រប់គ្នាក៏មិនដឹងរឿងទើបបណ្ដាលឲ្យមានការយល់ច្រឡំលោកប្រធានសូមលោកអធិស្ឋានផងគ្រប់គ្រាន់ហើយលីវវេម៉ាក់ខ្ញុំតែងតែធ្វើអ្វីដែលសមរម្យនាងវីអ្នកប្រកាសជាដោយសារអ្នកបានធ្វើអ្វីដែលអាក្រក់ជាងនេះ ធ្វើម៉េចបើហ្វូទីងយូដឹងរឿងថ្ងៃនោះខ្ញុំនឹងអស់ហើយ និយាយមក ខ្ញុំមិនយល់ពីអ្វីដែលអ្នកនិយាយលីវវេអ្នកនៅតែធ្វើល្ងងដល់ពេលណាបើអ្នកមិនយល់អញ្ចឹងខ្ញុំនឹងជួយអ្នករំលឹកទេហ្វូទីងយូអ្នកមិនមែនតែងតែចង់ដឹងទេបន្ទាប់ពីខ្ញុំត្រឡប់មកប្រទេសវិញតើមានអ្វីកើតឡើងម៉ាក់នឹងប្រាប់អ្នកឥឡូវនេះមីងយើងថ្ងៃនោះគ្រាន់តែជាការយល់ច្រឡំលីវវេខ្ញុំបានខាត់អ្នកពីការបោះផាំងផ្កាទៅលើអ្នកបម្រើអ្នកទេកំភ្លៀងខ្ញុំហើយហៅថាការយល់ច្រឡំអ្នកបង្ខំខ្ញុំឲ្យលុតជង្គង់ក្រាបហៅថាការយល់ច្រឡំអ្នកប្រើកញ្ចក់ក៏ហៅថាការយល់ច្រឡំដែរអ្វីនៅមានរឿងបែបនេះទៀតព្រះឲ្យលីវវេនេះក៏អាក្រក់ពេកហើយទេធីងយូស្ដាប់ខ្ញុំពន្យល់ លីវវេអ្នកហ៊ានធ្វើបាបម៉ាក់ខ្ញុំ មិនបានទេមិនត្រូវសារភាពជាដាច់ខាតរឿងទាំងនេះគឺខ្ញុំធ្វើយ៉ាងណាក៏ដោយប៉ុន្មានថ្ងៃនេះគូយ៉ានបានយកវីដេអូវីឡាសម្អាតអស់ហើយគ្រាន់តែខ្ញុំបដិសេធយ៉ាងម៉ឺងម៉ាត់មនុស្សចាស់នោះក៏មិនអាចធ្វើអ្វីខ្ញុំបានធីងយូអ្នកទុកចិត្តខ្ញុំ បាទលោកហ្វូលោកជំទាវមានចរិយាបែបណាអ្នកដឹងច្បាស់បំផុតនាងអាចធ្វើដូចម្ដេចហ្នឹងអាចធ្វើរឿងបែបនេះហើយនាងកំពុងមានផ្ទៃពោះកូនរបស់អ្នកទោះបីអ្នកចង់ដាក់ទោសនាងក៏ដោយក៏ត្រូវតែមានភស្តុតាងដែរ ភស្តុតាងខ្ញុំពិតជាមាន
ចាស់ហ៊ានបំផ្លាញការល្អរបស់ខ្ញុំឯងដឹងទេថាឯងបានបំផ្លាញខ្ញុំរបស់មានតម្លៃប៉ុណ្ណារបស់ខ្ញុំអ្នកមើលថែស្អុយ Leave về về ឯងប្រកាសជាស្ដាយក្រោយអាស្រីចាស់ហ៊ានសម្លឹងមើលខ្ញុំទៀតគូយ៉ានចាប់នាងទុកឲ្យខ្ញុំថ្ងៃនេះខ្ញុំនឹងដាក់ទោសឯងដោយខ្លួនឯងឲ្យឯងហ៊ានសម្លឹងមើលខ្ញុំឲ្យឯងហ៊ានរុញខ្ញុំអូយលីវវេវេនេះមើលទៅទន់ខ្សោយមិននឹកស្មានថាចិត្តអាក្រក់ម្លេះមនុស្សបែបនេះគួរតែចូលគុកចាហើយអ្នកគ្រប់គ្រងផ្ទះនោះគាត់ក៏មិនមែនជាមនុស្សល្អដែរ Leave về về គូយ៉ាន Fortune ខ្ញុំទៀងយូខ្ញុំដឹងថាខុសហើយខ្ញុំពិតជាដឹងថាខុសហើយអត់ទោសឲ្យខ្ញុំ Leave về về អ្វីដែលអ្នកធ្វើបាបគឺម្ដាយខ្ញុំគ្មានសិទ្ធិជំនួសនាងអភ័យទោសឲ្យអ្នកទេ Photon សូមអ្នកអត់ទោសឲ្យខ្ញុំដឹងថាខុសហើយអត់ទោស Leave về về អ្នកនៅតែទៅការិយាល័យសន្តិសុខសូមអភ័យទោសវិញអីអ្នកនឹងបញ្ជូនខ្ញុំទៅការិយាល័យសន្តិសុខត្រូវអ្នកនៅចាំអ្វីដែលអ្នកបានបំបែកទេសារធាតុនោះដោយសារតែដប់ចាស់មួយខ្ញុំបានបំបែកដប់ចាស់នោះហើយឲ្យខ្ញុំទៅជាប់គុកត្រូវអ្វីដែលអ្នកបំបែកគឺជាអ្វីដែលខ្ញុំបានស្រាវជ្រាវអស់រយៈពេល5ឆ្នាំសារធាតុប្រឆាំងមហារីកឯងនិយាយអីបាទអ្វីដែលអ្នកបានពិបាកស្រាវជ្រាវសារធាតុប្រឆាំងមហារីកត្រូវនាងបំផ្លាញអញសារធាតុប្រឆាំងមហារីកនេះជារឿងធំតាក់ទងនឹងជីវិតមនុស្សត្រូវនាងបំផ្លាញយ៉ាងងាយកម្លាំងចិត្ត5ឆ្នាំសង្ឃឹមរបស់អ្នកជំងឺមហារីកប៉ុន្មានអ្នកអកុសលណាស់យ៉ាងម៉េចអាចតបខូចនោះយ៉ាងម៉េចអាចជាថ្នាំប្រឆាំងមហារីកមិនបានទេខ្ញុំមិនអាចទៅគុកទេខ្ញុំមិនទាន់ខ្លាយជាម្ចាស់ស្រីនៃគ្រួសារភូបាទខ្ញុំនៅមានកូនលោកភូខ្ញុំសុំទោសសុំអត់ទោសអ្នកមើលទៅខ្ញុំនៅមានដោយសារកូនរបស់គ្រួសារភូអ្នកមិនអាចមើលកូនរបស់គ្រួសារភូមានស្នាមប្រឡាក់ទេខ្ញុំមិនចង់ទៅគុកខ្ញុំសុំឈាមជាតិនៃគ្រួសារភូបាទលីវវេវេកូនរបស់អ្នកជាមួយគ្រប់គ្រងគូពេលណាខ្លាយជាឈាមជាតិរបស់គ្រួសារភូខ្ញុំមានរឿងអីកូននៅក្នុងផ្ទៃរបស់លីវវេវេជារបស់អ្នកគ្រប់គ្រងគ្រួសារភូពិតឬខ្លែងប្រហែលជាលោកភូប៉ាន់ស្មានអ្នកមើលលីវវេវេនិងគូយ៉ានមុខប្រែជារឿងនេះតប18ក៏ពិតលោកភូរវាងខ្ញុំនិងលោកស្រីគឺស្អាតស្អំអ្នកមិនអាចដោយសារតែមានចំនួនអ្នកនិយាយបង្កាច់ខ្ញុំនិងលោកស្រីទៀងយូកូនដែលខ្ញុំមានផ្ទៃពោះពិតជារបស់អ្នកម្ដាយអ្នកចង់សងសឹកខ្ញុំទើបនិយាយដូច្នេះអ្នកត្រូវជឿខ្ញុំលីវវេវេគូយ៉ានដល់ពេលនេះហើយអ្នករាល់គ្នាឈប់សម្ដែងទៅអូយរូបថតទាំងនេះពិតជាមិនចេះខ្មាស់អៀនទេយកលុយគ្រួសារហ្វូទៅចិញ្ចឹមប្រុសស្នេហ៍ហើយចង់ឲ្យលោកហ្វូធ្វើជាអ្នកទទួលបន្ទុកខ្លែងរូបថតទាំងនេះសុទ្ធតែខ្លែងឯងធ្វើបែបនេះដើម្បីសងសឹកយើងឯងចិត្តណាខ្លែងបន្លំរូបថតទាំងនេះត្រូវរូបថតទាំងនេះសុទ្ធតែខ្លែងមិនអាចទុកចិត្តបានទេខ្លែងខ្ញុំ Fortune មិនព្រមធ្វើរឿងបែបនេះទេ Leave វេវេរយៈពេល5ឆ្នាំនេះខ្ញុំមិនល្អគ្រប់គ្រាន់សម្រាប់ឯងទេទៀងយូសូមស្ដាប់ខ្ញុំពន្យល់ខ្ញុំភ្លេចភ្លាំងមួយផ្លែតខ្ញុំស្ដាប់ឯងពន្យល់អ្វីស្ដាប់ឯងពន្យល់ឯងចំណាយលុយខ្ញុំខាងហើយនៅខាងក្រៅចិញ្ចឹមស្រីស្នេហ៍នេះស្ដាប់ឯងពន្យល់ហើយគិតថាក្រោយពេលកូនកើតនឹងបន្តិចម្ដងទាញយកទ្រព្យសម្បត្តិគ្រួសារពួកខ្ញុំអស់ទៀងយូខ្ញុំស្រឡាញ់ឯងស្រឡាញ់លីវេវេឯងស្រឡាញ់តែគ្រួសារហ្វូលុយកាក់និងឋានៈ Fortune អ្នកឈប់និយាយទៅខ្ញុំចង់បង្កើតជីវិតដ៏ស្រស់ស្អាតរបស់ខ្ញុំតើខ្ញុំមានកំហុសអ្វីប្រសិនបើមិនមែនដោយសារអ្នកទេខ្ញុំធ្លាប់ជារបស់គ្រួសារហ្វូរួចហើយជាម្ចាស់ស្រីអ្នកពិតជារឹងរូសមិនព្រមយល់ខ្ញុំមិនអត់ទោសឲ្យអ្នកទេឈប់ Fortune អ្នកបំផ្លាញជីវិតខ្ញុំនឹងមិនទុកឲ្យអ្នករួចខ្លួនទេ Live Wavy អ្នកដែលបំផ្លាញជីវិតអ្នកមិនមែនជាខ្ញុំទេប៉ុន្តែគឺជាអ្នកឯងគឺជាការលោភលន់និងអំពើអាក្រក់របស់អ្នក
នឹងការមិនចេះស្កប់ស្កល់អ្នកគ្រាន់តែរងចាំការកាត់ទោសពីច្បាប់ប៉ុណ្ណោះទៅកូនប្រុសបាក់ដឹងថាឥឡូវនេះកូនពិបាកចិត្តណាស់ប៉ុន្តែការឈឺចាប់យូរមិនស្មើនឹងការឈឺចាប់ខ្លីមនុស្សប្រភេទនេះមិនសមនឹងឲ្យកូនឈឺចិត្តទេម៉ាក់សុំទោសប្រសិនបើខ្ញុំមិនស្គាល់មនុស្សខុសលោកម្ដាយនឹងមិនត្រូវបានធ្វើបាបទេលោកម្ដាយបានខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបង្កើតថ្នាំប្រឆាំងមហារីកក៏នឹងមិនត្រូវបានបំផ្លាញដែរទីងយិននិយាយសុំទោសអ្វីមនុស្សគ្រប់រូបសុទ្ធតែមានពេលមើលមនុស្សខុសសំខាន់គឺចេះបញ្ឈប់ការខាតបង់ឲ្យទាន់ពេលហើយម្ដាយបានសម្រេចចិត្តរួចហើយត្រូវតែស្រាវជ្រាវឡើងវិញនៅសារធាតុប្រឆាំងមហារីកស្រាវជ្រាវឡើងវិញនោះម៉ាក់លោកម្ដាយម៉ាក់នឹងហោះហើរទៅប្រទេសនៅថ្ងៃស្អែកឆ្នាំបណ្ឌិតហ្វូសូមសួរថាតើសារធាតុប្រឆាំងមហារីកពិតជាបានស្រាវជ្រាវជោគជ័យហើយឬនៅចា៎បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេល3ឆ្នាំសារធាតុប្រឆាំងមហារីកត្រូវបានស្រាវជ្រាវជោគជ័យម្ដងទៀតបណ្ឌិតហ្វូក្នុងការត្រឡប់មកប្រទេសលើកនេះតើមានគម្រោងអ្វីខ្លះការត្រឡប់មកប្រទេសលើកនេះខ្ញុំនឹងបើកសាធារណៈនៅរូបមន្តដោយឥតគិតថ្លៃសហការជាមួយមន្ទីរពេទ្យធំក្នុងប្រទេសដើម្បីឲ្យថ្នាំត្រូវបានដាក់ចូលក្នុងការព្យាបាលយ៉ាងឆាប់រហ័សបើកសាធារណៈដោយឥតគិតថ្លៃបណ្ឌិតហ្វូលោកអ្នកដឹងពីថ្នាំនេះតម្លៃទីផ្សាររបស់វាដឹងប៉ុន្តែតម្លៃនៃជីវិតមិនអាចវាស់វែងដោយលុយបានទេ